ជំរាបសួរប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានដែលធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅតាមបណ្ដាព្រំដែនកម្ពុជាថៃនៅថ្ងៃទី15ខែធ្នូនេះយោធាថៃបើកការឈ្លានពានបាញ់ប្រហារមកលើយោធភូមិភាគទី4ចាប់តាំងពីម៉ោង 4:30 នាទីមកក្រសួងការពារជាតិកម្ពុជាបង្ហាញដោយសង្ខេបពីស្ថានភាពនៅតាមបណ្ដាព្រំដែនកម្ពុជាថៃអំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅយុទ្ធភូមិភាគទី4គិតចាប់ពីម៉ោង 4:30 នាទីទៀបភ្លឺរហូតដល់ម៉ោង 9:18 នាទីព្រឹកថ្ងៃទី15ខែធ្នូឆ្នាំ2025ដូចតទៅម៉ោង 4:30 នាទីទៀបភ្លឺយោធាថៃបានចាប់ផ្ដើមបាញ់ផ្លោងកាំភ្លើងធំគ្រប់ធុនចូលភូមិសាស្ត្រអូស្មាច់ម៉ោង 4:50 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទខ្នាម៉ោង 5:40 នាទីយោធាថៃបានចល័តរថក្រោះនៅក្នុងភូមិសាស្ត្រជប់អង្គុញនិងបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំម៉ោង 5:45 នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រថ្មដូនម៉ោង 5:50 នាទីយោធាថៃបានបាញ់ផ្លោងកាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របីម៉ោង 7:35 នាទីយោធាថៃបានបាញ់កាំភ្លើងធំ155មីលីម៉ែត្រចូលក្នុងភូមិសាស្ត្រក្រុងសំរោងតំបន់ប្រជាពលរដ្ឋស៊ីវិលចាប់ពីវេលាម៉ោង 7:35 នាទីព្រឹករហូតមកដល់ត្រឹមវេលាម៉ោង 8:30 នាទីព្រឹកនេះយោធាថៃបានបន្តបាញ់ផ្លោងចូលក្នុងតំបន់អានសេះនិងបានបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងធំគ្រាប់បែកចង្កោមដ្រូនទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅក្នុងភូមិសាស្ត្រប្រាសាទតាមាន់ប្រាសាទតាក្របីនិងប្រាសាទខ្នាម៉ោង 9:18 នាទីយោធាថៃចាប់ផ្ដើមបាញ់ប្រហារចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារក្រសួងការពារជាតិថាចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចបាទព័ត៌មានសង្ខេបនៅព្រឹកថ្ងៃនេះក៏មានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា